បាទថ្ងៃនេះដើរផ្សារហ្នឹងហើយដើរផ្សារមករត់ទិញផ្លែឈើយកហូបខ្លះចឹងណាហ្នឹងហើយឥឡូវនេះមីងឲ្យប្រពន្ធវ៉ាន់ក៏កំពុងពូឲ្យវ៉ាន់ហ្នឹងហើយមីងក៏គាត់ចុះដើរបងក៏គាត់ចុះដើររមើលផ្លែឈើផ្លែទុរេនហើយអីចឹងទៅនៅផ្សារបងប្អូនហ្នឹងហើយចំមេឃភ្លៀងទៀតឥឡូវនេះអូហូយពូឲ្យយ៉ាងបងឲ្យវ៉ាន់កំពុងតែរមើលគឺផ្លែទុរេនហ្នឹងហើយផ្លែទុរេនទិញយកហូបពីរផ្លែហ្នឹងហើយឥឡូវនេះមកជុំមើលឯងទុរេននេះគេហ្នឹងហើយគាត់សួរតម្លៃទុរេនអញ្ចឹងណាហ្នឹងហើយចង់ហូបផ្លែទុរេនតថ្លៃទុរេនយកទៅផ្ទះហូបផ្ញើកូនហ្នឹងហើយផ្ញើកូនហើយបងក៏ទិញយកទៅលក់ដែរហ្នឹងហើយបងក៏ទិញយកទៅលក់នៅអញ្ចឹងនៅតាមភូមិអញ្ចឹងណាហ្នឹងហើយឥឡូវពូដើរទៅម៉ូតូផ្ទះដើរតាមពូខ្លាចពូវិញដើរពាត់ដៃផងអីផងមិនជួបដល់ជួបកន្លែងបងឈរតថ្លៃទុរេនមួយទៀតហ្នឹងហើយហើយប្រពន្ធគាត់ដើរមករត់ទិញទុរេនមួយផ្លែពីរផ្លែដែរដើម្បីយកផ្ញើកូនហ្នឹងហើយឥឡូវនេះកំពុងឈរតថ្លៃទុរេនដើម្បីយើងទិញមកតកាយវ៉ាន់យកទៅផ្ទះទៅអីទៅហូបចែកក្មេងៗអញ្ចឹងណាហ្នឹងហើយហ្នឹងហើយជាស្រ័យបងប្អូនមេឃសរសើរមេឃភ្លៀងហ្នឹងហើយមេឃភ្លៀងយប់ហើយអត់ទាន់បានទៅផ្ទះទេហ្នឹងហើយមេឃភ្លៀងផងឲ្យផងរំតារាំងបងប្អូនហ្នឹងហើយរំរាំងយើងបានចុះទិញផ្លែទុរេនផ្លែអីតែអត់សូវមានខ្យល់ទេហ្នឹងហើយសំណាងដែរអត់សូវមានខ្យល់មានអីហ្នឹងហើយឥឡូវនេះគាត់ឲ្យគាត់ដើរគូសអាណាទុំល្អអាណាទុំជ្រប់អីហ្នឹងគាត់ដឹងហ្នឹងហើយគាត់ដឹងទុរេនគាត់ផ្លែជ្រប់អាណាទុំមួយមុំហូបបណ្ដានៅអញ្ចឹងណាដើម្បីយើងទុកបានយូរបានអីហ្នឹងទៅអាណាទុំមលូទុំអីជួយបានយើងចាប់ពុះហូបពុះអីចឹងទៅហ្នឹងហើយតែទៅមើលតថ្លៃទុរេនមិនទាន់បានទៅរកមុខទៀតទេហ្នឹងហើយជាងតថ្លៃតអីទុរេនហ្នឹងដើម្បីលើកទុរេនយើងដាក់លើឡានដើម្បីទៅទិញផ្លែឈើ3-4មុខទៀតហ្នឹងហើយផ្លែឈើ3-4មុខឥឡូវនេះឲ្យម្ចាស់គាត់សាកមើលចិត្តទុរេនមួយចឹងណាហ្នឹងហើយឥឡូវបងគាត់រកមើលទុរេនមួយហើយមួយទៀតដើម្បីសាកវាទុំល្អឬក៏អត់ចឹងណាបងប្អូនព្រោះអីយើងយកទៅលក់តនិយាយទៅយប់ហើយបងប្អូនហើយណាមួយកូនបានទីផ្សារនៅផ្ទះម៉ែទេអីអត់ទាន់បានទៅផ្ទះទេដោយសារថ្ងៃហ្នឹងខ្ញុំជួយលើកអីវ៉ាន់បងនៅភ្នំពេញហ្នឹងហើយអញ្ចឹងជួយលើកអីមិនទាន់បានចេញទៅផ្ទះទេឥឡូវយើងកំពុងតែរៀបចំដាក់ផ្លែឈើវ៉ាន់នៅពូតឡានពូតអីហើយនោះហើយឡាននេះលយមែនទេបងប្អូនឡានពីឆ្នៃដាក់លក់អីគេទេនៅពូតឡានលយម្យ៉ាងដែរបងប្អូនដាក់ពីមុខដាក់នេះឡាក់រយឥឡូវបងដើរទៅរកមើលទិញផ្លែឈើមកទៀតហើយតែនឹងផ្លែគេទេប្រហែលជាផ្លែខ្នោហ្នឹងផ្លែខ្នោហៅផ្លែខ្នុរយើងបងប្អូនហ្នឹងហើយនេះនៅលើឡានទាំងឡានតែម្ដងផ្លែខ្នោមានខ្នោបងប្អូនខ្នោការ៉ុតខ្នោអីគេមិនទេអត់ទៅឆ្ងល់ដែរបងបានគាត់ឆ្ងល់ហ្នឹងហើយឥឡូវនេះបាទបងប្អូនឥឡូវនេះបងរៀបចំចេញដំណើរផ្ទះយើងវិញហើយហ្នឹងហើយឥឡូវនេះបងបានមកដល់ផ្ទះវិញហើយបងប្អូនបានដល់ផ្ទះវិញហើយបងកំពុងសម្រាប់នៅលើអញ្ចឹងណានឹងអរគុណច្រើនជូនពរបងប្អូនសុខភាពល្អ